អ្នកដែលធ្លាប់ប្រឡូកជាមួយនឹងម្សៅលាយពីមុនហើយឥឡូវនេះខែក្តៅអញ្ចេះគួរតែប្រយ័ត្នប្រយែងតិចពីព្រោះបើសិនជាស្បែករបស់យើងធ្លាប់ប៉ះជាមួយម្សៅលាយជាពិសេសអ្នកដែលគាត់ប្រើប្រាស់រយៈពេលយូរស្បែកហ្នឹងគឺមានភាពចាស់ហើយទី1ទី2ស្បែកហ្នឹងស្ដើងហើយអញ្ចឹងបើសិនជាស្បែកហ្នឹងទទួលរងការបំផ្លាញមកតង់ទៀតដោយសារពន្លឺ UV ដែលមិនបានថែទាំគឺស្បែកហ្នឹងនឹងវិវត្តទៅកាន់តែងាយឆាប់ចាស់ងាយឆេញជាំងាយចេញអាចរុយនិងចេញស្នាមជ្រីវជ្រួញនឹងកាន់តែខ្លាំងអញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាជាមួយនឹងការប្រើប្រាស់ម្សៅលាយពីមុនការថែទាំស្បែកជាមួយនឹងពន្លឺថ្ងៃហ្នឹងគឺត្រូវធ្វើកាន់តែខ្លាំងធ្វើលើសអ្នកដែលមិនធ្លាប់ប្រើប្រាស់ម្សៅលាយពីព្រោះស្បែករបស់យើងគឺមានការខូចខាតស្រាប់រួចទៅហើយអញ្ចឹងមិនអាចធ្វើដូចគេបានទេបើសិនជាគេចេញទៅត្រូវថ្ងៃគេត្រឹមលាបការពារកម្ដៅថ្ងៃយើងត្រូវលាបការពារកម្ដៅថ្ងៃផងពាក់មួកផងពាក់ម៉ាស់ផងបើមិនអញ្ចឹងទេលទ្ធផលហ្នឹងគឺអាចចេញដូចខ្ញុំនិយាយមិនអញ្ចឹងទី1ជាំទី2អាចរុយទី3គឺស្នាមជ្រីវជ្រួញបាទអរគុណច្រើន